hú hơi tây tạ ca lọ cái đấy mình lọ cái đấy bàn còn lon hú từ hơi tu bay nẹt đai phần ná có tiếng một mình bàn đài nhát ở vì prai pruol tam tâm náในธรรมจิตរបស់វារឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងរឿងមិនល្អជាផលនៃអកុសលកម្មដែលអ្នកបានប្រព្រឹត្តពីមុនមកជីវិតរបស់មនុស្សម្នាក់ប្រព្រឹត្តទៅតាមកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតផងកម្មក្នុងពេលបច្ចុប្បន្នផងអ្នកមិនអាចរត់គេចពីផលនៃកម្មបានឡើយរឿងខ្លះកើតឡើងហួសពីការស្មានរបស់អ្នកហើយអ្នកគ្មានសមត្ថភាពទៅបង្គាប់បញ្ជារឿងខាងក្រៅបានទាំងស្រុងទេកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយណដ្ឋិកម្មੰសមੰពលំបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងអ្វីមិនមែនជារឿងចៃដន្យទេបើអ្នកបានជួបរឿងមិនល្អហើយអ្នកកើតចិត្តមួម៉ៅក្តៅក្រហាយអ្នកបានបង្កើនទុក្ខនោះឲ្យមានទម្ងន់ទ្វេដងរឿងក៏អាក្រក់ចិត្តក៏មួម៉ៅទុក្ខទាំងកាយទុក្ខទាំងចិត្តណាស់ហើយចុះរឿងបានកន្លងផុតទៅហើយចាត់ទុកជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយចាប់ផ្ដើមសារជាថ្មីគិតរឿងថ្មីនិយាយរឿងថ្មីធ្វើកិច្ចការងារថ្មីលទ្ធផលក៏បានថ្មីដែរអតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេវាគ្រាន់តែជាស្រមោលទេតើតែបើរឿងអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចចងចាំនិងរំលឹករំលើកដល់អំពើល្អនោះរឿយដើម្បីឲ្យចិត្តបានរីករាយម្ដងទៀតបានបុណ្យម្ដងទៀតចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងថាចិត្តកំពុងខឹងហើយមិនថយលបឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញ
ទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអរកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវខើទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខស្វែងយល់ពីជីវិតយើងម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវឲ្យយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេកពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុក្ខពេកអីមានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេ
ហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានអ្នកពេកកុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខាងក្រោតច្រើនមួម៉ៅច្រើនទុកក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអត់ធន់ចំពោះការលំបាកអត់ធ្មត់ចំពោះពាក្យសម្ដីអ្នកដទៃអត់អោនចំពោះទោសកំហុសទាំងឡាយមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកបានត្រជាក់ចិត្តហើយមិនមានពីវេរាអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងណាស់ហើយមានកម្មពៀទៀតកើតជាតិណាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពាវេរាកើតជាតិណាសម្បូរសត្រូវផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចក្លាយជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេ
រៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកម្ខាងចេញត្រចៀកម្ខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសិននិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពាវេរាផងកើតជាតិណាសម្បូរសត្រូវមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យ
គេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាយបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរសំណាងមកពីពាក្យថាសាងបើសាងល្អនាំឲ្យមានសំណាងល្អបើសាងអាក្រក់នាំឲ្យមានសំណាងអាក្រក់សេចក្តីសុខចម្រើនជាលទ្ធផលនៃអំពើល្អនិងការតស៊ូប្រឹងប្រែងរបស់អ្នកកន្លងមកជួបរឿងល្អជាផលនៃបុណ្យរបស់អ្នកមិនមែនជារឿងចៃដន្យទេតែសូមកុំភ្លេចខ្លួនកុំភ្លើតភ្លើនត្រូវប្រឹងសាងល្អបន្ថែមឡើងតែបើជួបរឿងមិនល្អវាជាលទ្ធផលនៃអំពើអាក្រក់ដែលអ្នកបានសាងពីមុនមកសូមកុំមួម៉ៅកុំខឹងកុំបន្ទោសអ្នកណាអីផលកម្មរបស់យើងទេរៀនទទួលស្គាល់ការពិតថារឿងវាបានកើតឡើងទៅហើយរួចប្រឹងដោះស្រាយទៅមួម៉ៅទៅក៏មិនដឹងបានផលអីមកវិញរឿងមិនល្អជាផលនៃបាបចាស់រីឯការខឹងមួម៉ៅជាបាបថ្មីដែលធ្វើឲ្យរឿងរ៉ាវកាន់តែអាក្រក់ឡើងបាបចាស់បានឲ្យផលខ្លះហើយអ្នកក៏បានធូរស្បើយពីបាបនោះខ្លះហើយដែរចូលព្យាយាមសាងល្អឲ្យបានច្រើនឡើងវិញសំណាងល្អនឹងកើតមានដល់អ្នកមិនខានមានបងប្អូនមួយចំនួនដែរចិត្តមានអារម្មណ៍ភ័យខ្លាចវាអាចតកតូននឹងរឿងគាត់ធ្លាប់មានវិបត្តិកាលពីនៅក្នុងក្រុមគ្រួសារពីកុមារមកគេធ្វើបាបឬក៏ពុកម្ដាយសម្លុតច្រើនអីចឹងទៅឬក៏មានគ្រោះថ្នាក់ណាមួយដែលធ្វើឲ្យគាត់ជាប់ដិតក្នុងអារម្មណ៍ឬក៏គាត់សំគិតច្រើនព្រួយច្រើនបារម្ភច្រើនទៅខ្លាចអត់ហ៊ានចេញទៅក្រៅឯងព្រួយរហូតដេកកើតទុកជាមុនអារឿងហ្នឹងមិនទុកមិនទាន់កើតឡើងផងតិចចេះទៅតិចចុះទៅអាហ្នឹងបើយើងអាចកំ
កំណត់ដឹងថាចិត្តខ្លាចហ្នឹងត្រឹមតែជាចិត្តទេកើតហើយវាលត់ទៅវិញអញ្ចឹងកុំសំវាកុំយកវាធ្វើជារឿងសំខាន់យើងទៅមុខសិនទៅជួបរឿងអីដោះស្រាយរឿងហ្នឹងបើវាមកគ្រាន់តែចិត្តទេទៅវិញណាដូចតែភ្ញៀវហ្នឹងយើងមិនសូវចូលចិត្តទេបើមកលេងផ្ទះឃើញមុខហើយយើងបិទទ្វារទៅឃើញមុខហើយបិទទ្វារទៅយូរវាលែងហ៊ានមកវាលែងចង់មកដោយសារយើងអត់ស្វាគមន៍ប៉ុន្តែផ្ទុយទៅវិញបើយើងឧស្សាហ៍ស្វាគមន៍វាព្រួយតាមវានាំយើងឲ្យព្រួយអាហ្នឹងវាជួយចិត្តមកលងយើងណាអញ្ចឹងត្រឡប់ប្រចាំថ្ងៃបើនៅក្នុងធម៌សតិប្បដ្ឋានសូត្រនិយាយពីចិត្តានុបស្សនាហ្នឹងព្រះអង្គឲ្យកំណត់ដឹងចិត្តភ័យក៏ត្រឹមតែជាចិត្តខ្លាចក៏ត្រឹមតែជាចិត្តខឹងក៏ត្រឹមតែជាចិត្តចឹងទៅវារហូតដល់មានអ្នកខ្លះទៅមានបញ្ហារឿងឮសំឡេងគេខ្សឹបប្រាប់ចេះចុះហើយគិតតែពីលួងតាមសំឡេងគេប្រាប់ហ្នឹងអាហ្នឹងក៏គ្រោះថ្នាក់ដែរមិនដឹងជាខ្មោចព្រាយឬក៏ចិត្តហ្នឹងវានិមិត្តមកធ្វើឲ្យយើងឮចេះឮចុះបើយើងតាមឈួតយើងអញ្ចឹងតើតែយើងមានស្មារតីមួយពេលគេមកខ្សឹបគេមកប្រាប់អីទៅគ្រាន់តែសំឡេងហើយហោះទៅចោលទៅគ្រាន់តែសំឡេងហើយបោះចោលទៅអានឹងទើបយើងមិនលួងហើយបើមិនចឹងទេគេប្រមូលទៅចេះប្រមូលទៅចូលវាខូចស្មារតីរបស់យើងហើយយើងត្រឡប់មកវិញឧទាហរណ៍ថាបើខ្លាចចិត្តវាខ្លាចវាកើតឡើងគ្រាន់តែចិត្តទេវាមកលេងផ្លែទេហើយវាទៅវិញណាហើយធ្វើការងារទៅទៀតណាឧទាហរណ៍ថាខ្លាចចេញទៅក្រៅចិត្តហ្នឹងវាមកទៀតគាត់ថាខ្លាចទេទៅបន្តិចសិនណាជួបរឿងអីដោះស្រាយរឿងហ្នឹងណាទៅសិនណាទម្លាប់វាយូររហូតយើងឈ្នះអាខ្លាចហ្នឹងវាលែងមកលងយើងបានហើយយើងអត់ស្វាគមន៍វាយើងស្វាគមន៍ភាពក្លាហានយើងស្វាគមន៍មិត្តភក្តិល្អយើងស្ដាប់ពាក្យទូមានយើងស្ដាប់ធម៌យើងធ្វើសមាធិយើងមានស្មារតីកំណត់ដឹងថាអានេះមុខចោលមកបន្លាចអញទៀតដែរមិនតែជីវិតនឹងបើជួបរឿងមិនល្អវាជារឿងផលរបស់កម្មអាណាទៅខាត់បានបើជួបរឿងល្អចាត់ទុកថាផលបុណ្យនេះចុះការប្រឹងប្រែងយើងទៅបានហើយចឹងជួបរឿងអីដោះស្រាយរឿងហ្នឹងទៅអភ័យអាខ្លាចហ្នឹងដាក់ទម្ងន់ឲ្យយើងរឹតតែមានវិបត្តិធ្ងន់ទេណាវាមិនមកជួយយើងណាអភ័យអាខ្លាចហ្នឹងបើថាភ័យហើយធ្វើឲ្យយើងរួចផុតពីរឿងអាក្រក់វាមានអីអារឿងអាក្រក់នៅតែជួបអភ័យហ្នឹងវាធ្វើឲ្យរឿងហ្នឹងកាន់តែដុនដាបទៀតវាអញ្ចឹងវាមានផលបាបចាស់ផងវាមានអាបាបថ្មីមកជន់លើយើងផងអញ្ចឹងមានស្មារតីក្លាហានទៅមុខឈ្នះវាបន្តិចម្ដងយើងអាចយកជ័យជំនះនៅលើចិត្តខ្លាចនឹងបានអនុមោទនាមនុស្សភាគច្រើនណាអាត្មាធ្លាប់ជួបនឹងតែងតែត្អូញថាពិបាកចិត្តណាស្មុគស្មាញណាតែជីវិតហ្នឹងវាអញ្ចឹងវាមានរឿងត្រូវពិបាកចិត្តវាមានរឿងត្រូវស្មុគស្មាញប៉ុន្តែយើងអាចជ្រើសរើសបានបើទោះជារឿងហ្នឹងកើតឡើងអាចធ្វើឲ្យយើងស្មុគស្មាញអាចធ្វើឲ្យយើងពិបាកចិត្តហើយថាធ្វើម៉េចដើម្បីកុំឲ្យស្មុគស្មាញកុំឲ្យពិបាកចិត្តពីព្រោះអាពិបាកហ្នឹងមានន័យថាចិត្តហ្នឹងវាឈឺយ៉ាងណាអាចិត្តហ្នឹងពិបាកហ្នឹងដោយសារវាមានមេរោគចិត្តហ្នឹងវាមានល្វើល្វាយវាមានខឹងវាមានចំណែនវាមានស្អប់វាមានស្ដាយក្រោយវាមានភ័យវាមានព្រួយវាមានបារម្ភហើយវាច្បុកច្បល់ពេកបើឧទាហរណ៍ថាបើយើងហូបច្បុកច្បល់ពេកកាពះយើងក៏វាខូចដែរយ៉ាងណាចិត្តរបស់យើងតែយើងគិតច្បុកច្បល់ស្មុគស្មាញមិនដាច់ស្រែកសង្ស័យលេចកើតគិតមិនលុះណាដល់អញ្ចឹងវាវល់នឹងភាសាឥឡូវហ្នឹងគេហៅវល់ហ្នឹងអញ្ចឹងវាតលថារឿងណាដែលវាហួសទៅហើយដោះលែងវាទៅប្រឡែងវាទៅឲ្យវាទៅនៅអតីតកាលទៅហើយរឿងណាដែលវាមិនទាន់មកដល់ទេគុំទៅបង្កើត
ព្រាយបិសាចខ្មោចមកបន្លាចចិត្តខ្លួនឯងអីអានឹងរឿងមិនទាន់មកដល់ទេប៉ុន្តែមិនមែនបានន័យថាយើងមិនរៀបចំគម្រោងសម្រាប់អនាគតទេយើងរៀបចំហើយត្រូវធ្វើនេះត្រូវបើក business នេះត្រូវជួបអ្នកនេះយើងរៀបចំពីថ្ងៃហ្នឹងទៅប៉ុន្តែថាទៅថ្ងៃមុខហ្នឹងវាមានរឿងអីផ្លាស់ប្ដូរទៅក៏យើងមិនຕົកតិចមិនពិបាកចិត្តនឹងរឿងដែលវាផ្លាស់ប្ដូរនឹងដែរធម្មតាធម្មជាតិវាត្រូវតែផ្លាស់ប្ដូរអញ្ចឹងក្នុងបច្ចុប្បន្ននេះរក្សាចិត្តឲ្យបានល្អកុំឲ្យចំណែនកុំឲ្យខឹងកុំឲ្យស្អប់ត្រូវឆ្កឹះអាមេរោគនឹងចេញទើបចិត្តហ្នឹងវាមិនពិបាកទើបចិត្តហ្នឹងវាមិនស្មុគស្មាញដកអាមេរោគចំណែនស្អប់ខឹងស្ដាយក្រោយស្មុគស្មាញនឹងដកវាចេញទៅដាក់ចូលមកវិញភាពស្រស់ស្រាយរស់រាយរាក់ទាក់ញញឹមផ្ដល់សេចក្តីសុខដល់អ្នកដទៃតិចតិជុំអត់មានចិត្តខឹងចិត្តចំណែនចិត្តស្អប់ទេដាក់អានោះចូលមកវិញទៅចិត្តហ្នឹងវាតិចហើយប៉ុន្តែមនុស្សយើងហ្នឹងវាល្ងងទៅវាសំពីងសំពងអាស្មុកអាស្មាញនឹងយកទៅតាមខ្លួនចេះតែស្រែកថាពិបាកណាហើយថាមិនពិបាកបើយើងយកមេរោគពិបាកមកជាមួយយើងហ្នឹងអញ្ចឹងវាតើថាយើងព្យាយាមដកអានឹងចេញហើយដាក់រឿងល្អចូលគូក្បាលយើងនេះមិនមែនជាធុងសម្រាប់ដាក់រឿងស្មុគស្មាញទេគូក្បាលហ្នឹងវាជាជើងពៀនមាសហើយយើងគួរតែដាក់មាសដាក់ពេជ្រចេះបានត្រូវមិនគួរដាក់សម្រាមសម្រោចនៅលើគូក្បាលយើងចឹងទេអាហ្នឹងទើបយើងមិនសូវមានទុកមិនសូវបាក់ចិត្តអរគុណច្រើនទំនួលយើងនឹងមានទុកភាកច្រើនបំផុតគឺដោយសារមិនចេះគ្រប់គ្រងចិត្តគ្មានសមត្ថភាពគ្រប់គ្រងចិត្តខ្លួនឯងការងារសំខាន់បំផុតដើម្បីបានសុខដុមរមនាសេចក្តីសុខក្នុងជីវិតហ្នឹងចាំបាច់ម្នាក់ត្រូវតារៀនអំពីវិធីអប់រំចិត្តគឺការចម្រើននៅស្មារតីហើយស្មារតីនឹងតាមដានចិត្តស្មារតីនឹងคล้ายទៅជាអង្គរៈคล้ายទៅជាកាមេរ៉ាសវត្ថិភាពការពារចិត្តคล้ายទៅជាអង្គតិកោធ្វើម៉េចកុំឲ្យមេរោគហ្នឹងវាមកវាយលុកចិត្តយើងបានងាយពេកស្មារតីដែលត្រូវចម្រើនហ្នឹងវាទៅតលតាមដានចិត្តហ្នឹងបើចិត្តហ្នឹងដើរនៅក្នុងផ្លូវល្អមានគុណធម៌អញ្ចឹងទៅយើងសប្បាយអូចិត្តអញល្អប៉ុន្តែឧទាហរណ៍ថាបើចិត្តហ្នឹងវាចាប់ផ្ដើមចំណែនវាចាប់ផ្ដើមខឹងវាចាប់ផ្ដើមអន់ចិត្តអាហ្នឹងស្មារតីនឹងប្រាប់ទៅអូចិត្តអញដើរក្នុងផ្លូវខុសហើយត្រូវទាញត្រឡប់មកវិញវាឧបមាដូចជាថាយើងដឹកគោឲ្យស៊ីតាមភ្លឺស្រែអញ្ចឹងហើយអាគោហ្នឹងវាខូចណាស់តែយើងភ្លេចវាទៅស៊ីសន្ទូងហើយតែយើងស៊ីសន្ទូងម្ចាស់គោហ្នឹងត្រូវទាញគោកុំឲ្យស៊ីសន្ទូងគេទៀតកុំឲ្យវាខូចចឹងហើយចិត្តយើងហ្នឹងវាខូចណាស់វាតិចទៅអន់ចិត្តតិចទៅចំណែនតិចទៅមិនសប្បាយចិត្តជាមួយអ្នកនេះជាមួយអ្នកនោះចឹងទៅហើយដល់ចឹងតលពេលណាចិត្តនឹងវាមិនល្អហ្នឹងមានស្មារតីដឹងថាអូចិត្តអញដើរផ្លូវខុសហើយបើនិយាយពីបើកឡានវិញឃើញភ្លើងស្តុបក្រហមហើយបើយើងបើកទៅទាំងងងឹលហ្នឹងបើកឆ្លងកាត់ស្តុបក្រហមហ្នឹងគ្រោះថ្នាក់ទាំងយើងគ្រោះថ្នាក់ទាំងគេប៉ុន្តែបើយើងមានស្មារតីដល់ស្តុបក្រហមយើងជន់យើងអត់មានគ្រោះថ្នាក់ឯគេក៏អត់មានគ្រោះថ្នាក់ដែរយ៉ាងណាអាចចំណែនអាស្អប់អាល្វើល្វាយអាពិបាកចិត្តហ្នឹងជាភ្លើងក្រហមស្មារតីនឹងប្រាប់ថាទៅមុខទៀតគ្រោះថ្នាក់ឯងអញ្ចឹងតាមដានចិត្តបង្កើនស្មារតីបើនៅក្នុងធម៌លោកហៅថាសតិប្បដ្ឋានហេតុថាហេតុជាទីតាំងនៃការចម្រើនសតិគឺស្មារតីហ្នឹងហើយតាមដានទាំងដេកទាំងដើរទាំងឈរអង្គុយទាំងហូបទាំងចុកទាំងចូលបន្ទប់ទឹកទាំងធ្វើអីនិយាយស្ដីកាយវិការអីហ្នឹងមានស្មារតីហើយចិត្តគិតអីហ្នឹងក៏មានស្មារតីទៅជាមួយអាហ្នឹងទើបយើងតាមដានចិត្តនឹងបានមាំទាំវាហាក់ដូចជាថាយើងបានថែរក្សាកូនបានល្អអញ្ចឹងកូននឹងវាអត់ខូចទេប៉ុន្តែបើយើងមិនបានថែកូនឲ្យបានល្អកូននឹងខូចវេទនាពុកម្ដាយយ៉ាងណាចិត្តរបស់យើងតែយើងមិនបានថែទេចិត្តរបស់យើងវាខូចហើយអ្នកកើតទុកគឺខ្លួនយើងនឹងឯងអញ្ចឹងត្រូវចម្រើនស្មារតីដើម្បីគ្រប់គ្រងចិត្តឲ្យបានហើយយើងមិនសូវកើតទុកអរគុណច្រើន